Miệp Soloku ខ្ញុំបាទមូលដ្ឋានសិទ្ធិវីដេអូនេះខ្ញុំមកធ្វើអំពី FTP server អញ្ចឹងដំបូងឡើយយើង login ចូលមកកាន់ AWS មកតមកចូលមកកាន់ EC2 ហើយមករក security group ហើយយើងធ្វើការបង្កើត security group មួយហើយយើងដាក់ឈ្មោះតមក description យើងដាក់ for learning មកចំណុចនេះយើងចុច create តមកយើងចូលទៅបង្កើត instance យើងដាក់ FTP server នេះយើងយក Ubuntu មកកន្លែងម៉ាស៊ីនយើងយកហ្នឹងហើយតមកយើង create key pair មកយើងយក key pair ទៅទុកនៅកន្លែងណាមួយមកទៅមកកន្លែងនេះយើង select execute គ្រប់យើងបានបង្កើតមិញទៅមកកន្លែង storage នេះយើងដាក់20មកតមកនេះហើយឥឡូវនេះយើងបាច់ស្រេទេយើងចុចline instance មកទៅមកយើង refresh មកយើងចូលមកកាន់ instance ចុច connect មកយើងធ្វើឲ្យ connect ទៅកាន់ SX ដំបូងឡើយយើងផាស CX mode ដើម្បីបដូរឈ្មោះវាមកយើងចូលមកកាន់ security group នេះអញ្ចឹងកន្លែង security group នេះយើងធ្វើការ add rule វាសិននេះកន្លែងនេះយើងដាក់ all TCP មកកន្លែងនេះយើងដាក់0យើងទៅបន្តមកអញ្ចឹងយើងធ្វើការ save វាកន្លែងនេះ description យើងដាក់សិនមកដើម្បីយើង save បន្ទាប់មកយើងចូលមកកាន់ instance ហើយយើង copy SX នេះធ្វើការ login ចូលទៅកាន់ SX server មកយើងធ្វើការ update
Chọn máy dương upgrade tụi mấy tôi cái install VFF VSF TPD mới diễn trồi can EDC ní BAK S đó là X những grabភ្លេចវាយឈ្មោះនេះគឺការ back ចេញទៅក្រៅវិញ Sudo nano ចូលទៅកែកន្លែងនេះយើងហៅដើម្បីយើង enable CX mode CX root trong một hòm
nói dân hồ mơ C8 root local user nguyên nơi lại ní chẳng những thứ cả lục ở sinh nhà thông chủ khăn với tránh tỏ máu dương enter cho khỏi muối để dương cho sẽ một tiết nhưng đã ơi hello hello rival đó underscore C group smart về đại mất bây giờ ở trong một khóm itu cả đặt port như PAFV underscore and the ball smart yeah underscore min underscore port smart 50,000 chẳng hạn này dương người thật với tôi một bình tụi mới dương enter cho mất hộ mới tiết nhưng đã ơi PSV underscore mac underscore port 50,000 mình sale nó cái này dương check bộ nói dương đưa chỉ restart sẵn là cái gì restart cái chỉ on possibility quay tà VFFTPD đó tụi mới dương người check mà status tụi mới dương cho một can pha sẽ làm á này đây cho một can phát hay sai tụi mới dương một can nhiều sai
តមកនេះយើង rename you click đồ này protocol cái nàyយើងដាក់ SX មក off key file តមកយើងទៅយក key ដែលយើងបាន save មុនហ្នឹងចឹងកន្លែង user នេះគឺជាគឺ Ubuntu ហើយ host នេះយើងចូលទៅយកនៅក្នុង AWS បាត់នេះយើង copy IP នេះមកport នេះគឺអត់មានទេតើមកយើងធ្វើការ connect មកនេះយើងអូខេយើងអូខេដែរមកមកយើងធ្វើការបង្កើត directory មួយដាក់FTP client មកយើងចូលមកកាន់ FTP client ហ្នឹងមកយើងធ្វើការបង្កើតនៅ text file មួយដែលយើងដាក់su30.txt អូខេតមកយើងចូលមកកាន់ Git របស់យើងវិញហើយយើងធ្វើការ list មើលនេះគឺជា FTP client ដែលយើងបានបង្កើតមិញតមកយើងចូលទៅកាន់ file ហ្នឹងមើលថាមាន text ដែលយើងបានបង្កើតមិញអត់អូខេនេះគឺជា text ដែលយើងបានបង្កើតមិញបន្ទាប់មកយើងធ្វើការចូលទៅកាន់ su30 text ហ្នឹងយើងធ្វើការទៅសេពាក្យអីមួយមកយើងដាក់ FTP welcome to su30 មកយើង save មកយើងធ្វើការចូលទៅមើលថានៅក្នុង text ហ្នឹងមានពាក្យដែលយើងបានសរសេរមិញអត់យើងប្រើ command cat su30.txt អូខេអញ្ចឹង FTP welcome to su30 ហ្នឹងគឺមាននៅក្នុង text ហ្នឹង who am I host name ហ្នឹងហើយលោកគ្រូវីដេអូដែលធ្វើពី FTP server មានប៉ុណ្ណឹងជម្រាបលាលោកគ្រូ